ឥឡូវហ្នឹងគឺខ្ញុំកំពុងតែនៅក្នុង Ford Tractory 2026ដែលសារតែខ្ញុំមានសំណុំពរពីភ្ញៀវច្រើនហើយខ្ញុំឃើញគាត់មានចម្ងល់រឿងហ្នឹងច្រើនតាក់ទងជាមួយនឹងការផ្លាស់ប្ដូរ style counter របស់ Ford Tractory ក៏ដូចជាការប្រែប្រួលនៅពេលដែលយកឡានចេញទៅដំបូងយើងដាក់របៀបជារូបឡានឲ្យគាត់មួយអីចឹងស្រាប់តែសុកវាផ្លាស់ប្ដូរទៅជាចេញជាព័ត៌មានរបស់ឡានអីវិញអីចឹងហើយក៏ភ្ញៀវគាត់អត់ដឹងថាត្រូវផ្លាស់ប្ដូរមិនចុចមិនអូខេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់ទៅបងប្អូនដែលប្រើ Ford Tractory 2026ទាំងអស់គ្នាក៏ពិតជាក់ស្ដែងទៅសម្រាប់ Ford Tractory 23 24 25 26អីហ្នឹងតាក់ទងមួយការចុចកន្លែងហ្នឹងយើងឆ្លៀសគ្នាដែរចាអញ្ចឹងជូនទៅបងប្អូនដែលប្រើ Ford Tractory តោះទៅមើលទាំងអស់គ្នាចាអញ្ចឹងពាក្យច្រើនណាស់បងប្អូនអរគ្នាពេលយកចេញទៅក្រុមហ៊ុនដាក់អីចែបងប្អូនអរគ្នាចាហ្នឹងហើយដល់ពេលប្រើសុកទៅស្រាប់តែវាចេញមកអញ្ចេះវិញនេះចាំតិចបងនេះចេញព័ត៌មានរបស់ឡានចេះវិញហើយបងប្អូនអរគ្នាចង់បានទេចង់បានដូចរូបឡានមិញហើយចង់បញ្ជាក់បើសិនជាចេញរូបអញ្ចឹងក៏អត់មានបញ្ហាអីដែរបងអានឹងវាព័ត៌មានរបស់ឡានមកយើងទេបងនេះឃើញបងនេះសម្ពាធកង់សម្ពាធអីនៅនឹងទាំងអស់ហើយបងចាតែបើចង់បានដូចដើមវិញបើចុចអានេះម្ដងមកនេះចុចដៃខ្ញុំណាតែបើឃើញ audio control active វិញអញ្ចឹងអានឹងបជាអីអត់បានបជាលើអានេះអត់បាននេះបជាបានទៅជាចម្រៀងវិញដោយសារយើងដាក់ audio control active ឃើញទេចម្រៀងតឡើងសំឡេងតឡើងអីនៅនេះវិញឃើញទេបងចាអញ្ចឹងបើត្រូវចុចម្ដងទៀតឲ្យចេញ setting control active នឹងចាប់ផ្ដើមបជាបានហើយនេះអញ្ចឹងបើយកកន្លែង driver អាស៊ីនឹងមកនេះបងចេញរូបឡាននឹងមកហើយឃើញទេចាអញ្ចឹងដូចគ្នាបងបើចង់ដូរម៉ោងដូរអីធ្វើម៉េចឲ្យចេញ setting control active នេះដូរម៉ោងដូរអីនេះបងឃើញទេនេះដូរម៉ោងដល់ឥឡូវម៉ោងដូចជាម៉ោងខុសហើយតែចាំតិចជំស្រែវិញបងនេះដូចម៉ោងអញ្ចឹងណាបងខុសហើយនេះថ្ងៃក៏ខុសដែរតែនឹងខ្ញុំស្រែតាមក្រោយវិញបងអញ្ចឹងកន្លែងដូរម៉ោងដូរលេខកាអីនៅនឹងដែរបងចានេះចុចទៅវិញទៅបងនេះចុចឆ្វេងស្ដាំអញ្ចឹងមកបងចាអញ្ចឹងខ្ញុំចូលរូបឲ្យបាញ់ចង់បាននេះឃើញទេណាចាអញ្ចឹងឥឡូវយើងដូរ style counter វិញព្រោះ counter យើងដូរបាន2 style បងអញ្ចឹងតាក់ទងជាមួយនឹង counter បងចូលមកក្នុង screen វិញបើចូល vehicle setting បន្ទាប់មកបើយកពាក្យ body setting បន្ទាប់មកបើយកពាក្យ more បន្ទាប់មកបើឃើញ theme selection អត់អញ្ចឹង style counter វាមាន2វាមាន classic ហើយនិងមាន dynamic បើសិនជា classic បងអាចយក auto ហ្នឹងមិនថាវាភ្លឺអញ្ចឹងណាបងយប់ឡើងវាល្ងិតឲ្យតែបើតែបងយក dark ហ្មងនេះដាក់មកដាក់អញ្ចឹងបណ្ដោយបងឃើញអីបងចាប៉ុន្តែឥឡូវបាយឃើញអញ្ចឹងដូចគ្នាតោះមកបាយយក dynamic ដឹងតែល្ងិតតែប៉ុន្តែខ្ញុំមើលចាំមើលខ្ញុំចុច dynamic ថាវាដូរ style មិននេះឃើញទេដូរ style ទៅជាអញ្ចេះវិញចានឹងអញ្ចឹងបើសិនជាភាគច្រើនខ្ញុំឃើញភ្ញៀវឆ្លាញ់ dynamic បងចាអញ្ចឹងអាចតាមចិត្តបងចង់យក classic ក៏បានចង់យក dynamic ក៏បានចង់ដាក់មកយក classic ហើយចង់យក auto ក៏បានស្ទែកចិត្តអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាឆ្ងល់អីចាំ comment ទៀតមកចាបាយបាយ